គ្រូបង្រៀនអានសៀវភៅសង្គមល្អអ្នកចេះដឹងអាចរស់នៅស្រួលបានតែបើសង្គមមិនស្រួលវិញគឺអ្នកចេះដឹងរស់នៅធ្វើល្អធ្វើរឿងត្រឹមត្រូវធ្វើរឿងគុណធម៌ដោយលំបាកការធ្វើសេចក្តីល្អគឺពុំមែនជារឿងងាយស្រួលទេឬពេលខ្លះត្រូវបានមនុស្សមិនល្អចោទយើងថាឈួតផងក៏មានការកសាងសង្គមគឺត្រូវពឹងទៅលើអ្នកចេះដឹងជាពិសេសគ្រូបង្រៀនគ្រូគឺជាបុគ្គលគំរូដែលត្រូវចាប់ផ្ដើមធ្វើអ្វីៗដែលល្អមុនអ្នកណាទាំងអស់ប្រជាជនខ្មែរខ្លះមិនសូវចូលចិត្តអានសៀវភៅទេប៉ុន្តែអ្វីៗវាបានកើតជាទម្លាប់ហើយទម្លាប់បានคล้ายទៅជាវប្បធម៌ទៅហើយដូច្នេះមានតែអ្នកជំនាន់ថ្មីទេដែលត្រូវតែជាអ្នកចាប់ផ្ដើមទម្លាប់ដ៏ត្រឹមត្រូវដ៏ល្អបំផុតជាពិសេសទម្លាប់នៃការអានសៀវភៅនេះបើមនុស្សចាស់មិនមែនជាអ្នកអានទេចូលកុំរំពឹងថានឹងអាចបង្រៀនក្មេងឲ្យចេះអានចង់ឲ្យក្មេងៗអានសៀវភៅលុះត្រាណាតែយើងជាមនុស្សចាស់បង្កើតទម្លាប់អានជាមុនសិនចូលឈប់សួរទៅថាហេតុអ្វីទើបកូនខ្ញុំឬសិស្សខ្ញុំមិនចូលចិត្តអានសៀវភៅម្ដាយឪពុកដែលស្រឡាញ់កូនគឺត្រូវជំរុញកូនឲ្យខិតខំប្រឹងប្រែងរៀនសូត្រជាពិសេសគឺការអានសៀវភៅការស្រឡាញ់កូនការស្រឡាញ់សិស្សគឺមិនមែនចេះតែស្រឡាញ់ទេតែត្រូវស្រឡាញ់ឲ្យត្រូវផ្លូវនិងត្រូវរបៀបឬមិនថាការស្រឡាញ់ខ្លួនឯងទេត្បិតបើស្រឡាញ់ខ្លួនឯងដោយគ្មានវិន័យឬធូររលុងពេកចំពោះខ្លួនឯងគឺជាកម្មធំហើយបើចង់ឲ្យកូនអានសៀវភៅម្ដាយឪពុកត្រូវតែជាអ្នកចាប់ផ្ដើមអានមុនអ្វីៗត្រូវចាប់ផ្ដើមពីគំរូភាពតែមិនមែនរស់នៅយករួចខ្លួនទេសុភាសិតខ្មែរពោលថាពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយកកិរិយាបាំងទោសខ្លួនឯងរបស់អ្នកខ្លះពុំគួរមានទៀតឡើយព្រោះវាជះឥទ្ធិពលមិនល្អដល់សង្គមទ្រឹស្ដីពុទ្ធនិយមតែងតែបង្រៀនឲ្យបុគ្គលប្រដៅខ្លួនឯងនិងធ្វើខ្លួនឯងឲ្យបានល្អជាមុនសិនសឹមទៅប្រដៅអ្នកដទៃទ្រឹស្ដីបរមគ្រូចិនខុងជឺបានបង្រៀនឲ្យមនុស្សធ្វើជាគំរូដ៏ល្អដល់មនុស្សដទៃហើយធ្វើអ្វីៗឲ្យត្រឹមត្រូវសឹមទៅប្រាប់អ្នកផ្សេងឲ្យធ្វើរឿងត្រឹមត្រូវតាមដែរអ្នកខ្លះប្រាប់អ្នកដទៃឲ្យធ្វើរឿងត្រឹមត្រូវប្រឹងប្រែងរៀនសូត្រសង្វាតអានសៀវភៅស្របពេលដែលខ្លួនឯងមិនខ្វល់នឹងការរៀនសូត្រនិងមិនគិតប្រឹងអានការរស់នៅបែបនេះគឺជាជីវិតដែលរស់នៅចាញ់ខ្លួនឯងនិងបំរើតណ្ហាខ្លួនឯងហើយតែបែរជាចង់ឲ្យអ្នកដទៃគោរពខ្ញុំមិនដឹងថាត្រូវនិយាយបែបណាទេតែគ្រាន់តែជួនជាគតិថាគ្រូបង្រៀនមានតួនាទីជាអ្នកអានសៀវភៅមុនសិស្សពេលណាគ្រូបានអានសៀវភៅមុនសិស្សគឺគ្រូនឹងមានគំនិតល្អៗបណ្ដុះស្មារតីដល់សិស្សផងដែរគ្រូម្នាក់មានសិស្ស50នាក់ហើយបើគ្រូម្នាក់ជាអ្នកអានគឺពិតជាមានឥទ្ធិពលធំណាស់ចំពោះសិស្សរបស់ខ្លួនក្នុងនាមជាមនុស្សម្នាក់ដែលមានតម្លៃបើស្រឡាញ់ខ្លួនឯងកុំភ្លេចសៀវភៅក្នុងនាមជាសមាជិកគ្រួសារម្នាក់បើស្រឡាញ់គ្រួសារកុំភ្លេចសៀវភៅបើស្រឡាញ់សង្គមជាតិដែលខ្លួនកំពុងរស់នៅកុំភ្លេចសៀវភៅអ្នកខ្លះមានទស្សនៈយល់ថាសៀវភៅមិនមែនជាអំណាចប៉ុន្តែខ្ញុំឆ្ងល់ថាតើគេយកអ្វីមកគិតយកចិត្តស្អប់មកគិតយកចិត្តច្រណែនមកគិតយកសច្ចភាពមកគិតឬយកចិត្តអាត្មានិយមមកគិតខ្ញុំឃើញអ្នកល្ងងបានប្រឹងអានសៀវភៅរហូតដល់ខ្លាយទៅជាបញ្ញវន្តអ្នកចេះដឹងបានប្រឹងអានសៀវភៅរហូតខ្លាយទៅជាអ្នកប្រាជ្ញហើយអតីតមេដឹកនាំធំប្រឹងអានសៀវភៅរហូតមានសមត្ថភាពដឹកនាំប្រទេសស្អប់ភាពល្ងងចង់ឲ្យសង្គមរីកចម្រើនតែមិនចង់ឲ្យយុវជនប្រឹងអានបើមិនជួយជោគមិនជួយចៅទេយើងមិនគួរយកជើងរៀតទឹកឡើយ